ឯកឧត្តមបណ្ឌិតអៀង សុផាឡែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាលសួរសុខទុក្ខនិងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតជូនដល់កងទ័ពដែលស្ថិតនៅខេត្តព្រះវិហារនារសៀលថ្ងៃទី12ខែមិថុនាឆ្នាំ2025ថ្លែងក្នុងពិធីនោះឯកឧត្តមបណ្ឌិតអៀង សុផាឡែតក៏បានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតបុរនីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតដោយសម្ដែងនៅការគោរពកោតសរសើរដែលស្មោះអស់ពីដួងចិត្តចំពោះការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ពកម្ពុជាក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋដែលជាចំណែកមួយយ៉ាងធំធេងបាននាំមកនូវសុខសន្តិភាពឯកឧត្តមបណ្ឌិតអៀង សុផាឡែតបានមានប្រសាសន៍ថាក្រុមគ្រួសារបរិស្ថានចាត់ទុកថាបងប្អូនទាំងអស់ដែលកំពុងឈរជើងនៅសមរភូមិគឺជាបងប្អូនបង្កើតសាច់ឈាមតែមួយទោះបីជាមិនកើតពីផ្ទៃម្ដាយតែមួយប៉ុន្តែយើងកើតជាកូនខ្មែរតែមួយជាតិតែមួយសុខទុក្ខរបស់បងប្អូនគឺជាសុខទុក្ខរបស់យើងទាំងអស់គ្នាជាមហាគ្រួសារខ្មែរជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានបញ្ជាក់នៅការដឹងគុណអរគុណចំពោះរាមច្បងទាំងអស់និងកងទ័ពកម្ពុជាដែលឈរជើងនៅជួរមុខហើយក្នុងនាមជាបងនិងជាប្អូននឹងខិតខំប្រឹងប្រែងឧបត្ថម្ភគាំទ្រជាស្បៀងជាសម្ភារៈជូនដល់បងប្អូនមិនឲ្យមានការខ្វះខាតឡើយឯកឧត្តមរដ្ឋមន្ត្រីអៀង សុផាឡែតក៏សូមធ្វើការបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោកសូមឲ្យជួយថែរក្សាបងប្អូនកងកម្លាំងទាំងអស់ឲ្យទទួលបាននូវជោគជ័យលើសត្រូវដែលប៉ុនប៉ងឈ្លានពានយកទឹកដីរបស់យើងយកផ្ទះរបស់យើងនិងដើម្បីថែរក្សាការពារសុខសន្តិភាពនិងការបង្រួបបង្រួមជាតិដែលជាកេរដំណែលរបស់ស្ថាបនិកអគ្គមគ្គុទ្ទេសកឯកនិងប្រតិបត្តិការនយោបាយឈ្នះឈ្នះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងដើម្បីអនុវត្តឲ្យបានជោគជ័យលើគ្រប់ទិសដៅគ្រប់ជ្រុងជ្រោយទៅតាមគោលនយោបាយដ៏ឆ្លាតឆ្លៀសវៃប្រកបដោយយុទ្ធសាស្ត្ររបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាចុងក្រោយឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក៏បានបួងសួងដល់ទេវតាវត្ថុស័ក្តិសិទ្ធិក្នុងលោកនៅបញ្ចពរគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិអ្នកកំបីឃ្លៀងឃ្លាតឡើយសូមបញ្ជាក់ថាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតដែលឯកឧត្តមបណ្ឌិតអៀង សុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងប្រតិភូនាំទៅជូនកងទ័ពនៃខ្សែត្រៀមជួរមុខនៅទិសប្រាសាទព្រះវិហាររួមមានអង្ករត្រីខមីរួមជាមួយនឹងគ្រឿងឧបភោគបរិភោគជាច្រើនទៀតនិងថវិកាមួយចំនួនទៀតផងដែរក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍គតិសង្ឃបណ្ឌិតហ៊ីងប៊ុនហៀងអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការដ្ឋានកងអង្គរៈក្នុងនាមជាកងកម្លាំងកម្ពុជាបានថ្លែងអំណរគុណប្រតិភូដែលបានចុះមកសួរសុខទុក្ខនិងនាំយកអំណោយរួមមានជាមួយនឹងគ្រឿងឧបភោគបរិភោគនេះតែបានបង្ហាញពីទឹកចិត្តនិងការស្រឡាញ់រាប់អានជាមួយនឹងប្រតិភូក៏ដូចជាប្រជាពលរដ្ឋនិងសូមឲ្យប្រជាពលរដ្ឋទុកចិត្តទៅលើកងកម្លាំងរបស់យើងដែលកំពុងឈរជើងមានស្មារតីក្លាហានមានការលះបង់ខ្ពស់ចំពោះជាតិនិងទឹកដីមានភាពស្មោះត្រង់និងគោរពទៅតាមបទបញ្ជារបស់ប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច